ទាំងអស់ដែលលោកគ្រូដាក់ឲ្យគាត់ហ្នឹងគឺគាត់អាចធ្វើបានថាមានអារម្មណ៍រំភើបរីករាយណាកូនក្មេងគាត់អាចជួយខ្លួនឯងបានច្រើនជំរាបសួរពុកប៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ Blue Dolphin Swimming Club មានវីដេអូមួយចង់ចែករំលែកជាមួយបងប្អូនតាក់ទងទៅនឹងលទ្ធផលនៃការសិក្សារបស់កូនសិស្សរបស់យើងដែលគាត់បានឆ្លងកាត់ការសិក្សាជាមួយនឹងលោកគ្រូជំនាញរបស់យើងអស់រយៈពេល10ម៉ោងនៅក្នុងសាខា Data Fitness 271ហើយសមិទ្ធផលនេះគឺយើងទទួលបានការពេញចិត្តពីអាណាព្យាបាលខ្លាំងមែនទែនសូមបងប្អូនទៅទស្សនាពីមតិយោបល់របស់អាណាព្យាបាលផ្ទាល់តែម្ដងតាំងពីថ្ងៃចាប់ផ្ដើមរហូតមកដល់ឥឡូវមានភាពខុសគ្នាច្រើនការចាប់ផ្ដើមដំបូងគឺគាត់អត់ទាន់ចេះអីសោះគាត់នៅខ្លាចទឹកច្រើនចាប៉ុន្តែរហូតដល់ថ្ងៃទី3គាត់ចាប់ផ្ដើមស្វាំបន្តិចម្ដងគាត់អត់សូវខ្លាចចាប៉ុន្តែរហូតដល់ថ្ងៃទី10នេះគាត់ប្រសើរឡើងហើយគឺគាត់អាចរឹងខំជាងមុនគាត់អាចហែលបានគ្រប់ក្បាច់ទាំងអស់ដែលលោកគ្រូដាក់ឲ្យគាត់ហ្នឹងគឺគាត់អាចធ្វើបានអាចហែលកាប់ហែលផ្ងាគាត់អាចជំនួសទឹកបានគាត់អាចហែលក្នុងពេលតែមួយកាប់ហើយគាត់ផ្ងាខ្លួនឯងបានទាំងអស់បានវិញទាំងអស់បានទាំងអស់គឺល្អតែម្ដងក៏សូមសរសើរលោកគ្រូដែលបានជួយចាបណ្ដុះបណ្ដាលយ៉ាងល្អបំផុតធ្វើឲ្យក្មេងមិនខ្លាចគាត់ធ្វើឲ្យក្មេងមានទំនុកចិត្តក្នុងការហែលកូនក្មេងគាត់អាចជួយខ្លួនឯងបានច្រើនពេញចិត្តនៅលើការគ្រប់ម៉ោងពេលបំផុតល្អជីវធម៌របស់គាត់គឺល្អតែម្ដងធ្វើឲ្យកូនសិស្សមានទំនុកចិត្តតែម្ដងចាអញ្ចឹងខ្ញុំក៏មានទំនុកចិត្តលើលោកគ្រូដែរសម្រាប់ទីតាំងនេះគឺស្អាតល្អអនាម័យល្អខ័ណ្ឌភាពទេសភាពជុំវិញគឺมันមានអីរំខានទេខ្ញុំសំណូមពរអ្នកព្យាបាលទាំងអស់បើសិនជាអាចនាំកូនមករៀនហែលទឹកទី1គាត់អាចចេះជួយខ្លួនឯងទី2គឺឲ្យគាត់មានលំហាត់ប្រាណល្អសម្រាប់រាងកាយគឺងាយស្រួលលូតលាស់ឲ្យគាត់មិនប៉ិនគឺមិនឈឺមិនងាយឈឺចាចុងក្រោយខ្ញុំសូមអរគុណសាលាដែលបានរកគ្រូដែលល្អជួយបណ្ដុះបណ្ដាលក្មេងៗចាឲ្យគាត់ចេះហែលចេះជួយខ្លួនឯងចាវាគឺជាកម្មវិធីដែលល្អ